បងអូនណាខ្លះដែលកំពុងតែមានអារម្មណ៍ហត់នឿយខ្លាំងធ្លាក់ទឹកចិត្តខ្លាំងអត់មានកម្លាំងបន្តដំណើរទៅមុខទៀតអត់មានកម្លាំងធ្វើការងារដែលយើងកំពុងធ្វើរាល់ថ្ងៃចង់បោះបង់ចោលបន្តិចចង់បន្តទៅមុខបន្តិចគ្រាន់ថាបន្តទៅមុខមើលអត់ឃើញគោលដៅមើលអត់ឃើញកោះអត់ឃើញត្រើយអត់ដឹងថាទៅមុខទៀតទៅដើរដល់គោលដៅអត់ទទួលបានភាពជោគជ័យដូចគេអត់និយាយឲ្យងាយយល់ទៅមិនដឹងថាបន្តដំណើរទៅមុខទៀតខំប្រឹងរកស៊ីធ្វើការងារដែលយើងកំពុងធ្វើរាល់ថ្ងៃនឹងទៅមុខទៀតយើងអាចមានបានយើងអាចរីកចម្រើនដូចគេអត់ហើយបើសិនជាយើងបោះបង់ចោលវាចំណេញជាងមែនវាងាយស្រួលជាងមែនយើងទៅចាប់ផ្ដើមអីថ្មីល្អជាងមែនសម្រាប់ប័ណ្ណពិសោធន៍របស់ខ្ញុំដែលឆ្លងកាត់ចាការដាក់គោលដៅជាច្រើនដងបងប្អូនទាំងអស់គ្នារាល់ពេលដែលខ្ញុំមានគោលដៅថ្មីចាគោលដៅដែលយើងកំណត់យើងធ្វើដំបូងយើងមានកម្លាំងយើងមើលឃើញយើងជឿជាក់តែពេលដែលយើងធ្វើយូរទៅកាន់តែលំបាកទៅប្រាក់ចំណូលកាន់តែរកបានតិចហើយចំណាយច្រើនទៅម្ដងគឺចង់បោះបង់ចោលហ្មងការបោះបង់ចោលងាយស្រួលបងប្អូនដូចខ្ញុំតែងតែនិយាយក្នុងវីដេអូខ្ញុំអញ្ចឹងប៉ុន្តែបើយើងបោះបង់ចោលជីវិតយើងគឺនៅតែលំបាកអញ្ចឹងក្រុមគ្រួសារយើងនៅតែខ្វះមុខខ្វះក្រោយអញ្ចឹងនេះឲ្យមូលហេតុមួយដែលធ្វើឲ្យខ្ញុំអត់អាចបោះបង់ចោលបានខ្ញុំត្រូវតែបន្តទៅមុខព្រោះបើខ្ញុំដើរទៅមុខខ្ញុំអាចជួបរឿងពីរទី1ជោគជ័យទី2បរាជ័យតែបើខ្ញុំបោះបង់ចោលនៅពេលនេះគឺខ្ញុំរើសបានតែមួយឯងគឺបរាជ័យតែម្ដងហើយបើសួរថាយើងឈប់រកស៊ីឈប់ធ្វើការងារបោះបង់ការងារមុខរបរនឹងចោលយើងអាចដេកស៊ីបានអត់ជីវិតមនុស្សយើងអត់អាចដេកស៊ីនៅមួយកន្លែងបានទេបងប្អូនដោយសារអីពេលណាដែលយើងធ្វើការងារយើងអត់មានអីធ្វើស្រួលពេកទៅយើងមានអារម្មណ៍ថាខ្លួនយើងអត់ប្រយោជន៍យើងស្រួលតែខ្លួនទេប៉ុន្តែចិត្តយើងវេទនាដូចគេធ្វើទារុណកម្មអញ្ចឹងនិយាយទៅដូចរស់នៅក្នុងគុកអត់អញ្ចឹងអញ្ចឹងព្រោះដោយសារតែខ្ញុំធ្លាប់ឲ្យបងប្អូនធ្លាប់ចាយលុយប្តីនៅផ្ទះមើលកូនចាវាស្រួលកាយមែនចាប៉ុន្តែពេលដែលយើងជួបបញ្ហាអីឬក៏ត្រូវការលុយត្រូវការកាក់អីអត់មានណាកូនឈឺអីអត់លុយអត់អីហ្នឹងគឺអូយមើងងាយខ្លួនឯងហ្មងហារស់នៅស្រួលហ្នឹងក៏មិនមែនស្រួលចិត្តដែរពិបាកខ្លាំងណាស់បើយើងចេញរកស៊ីខ្លួនឯងការងារផ្ទះផងមើលកូនផងហើយឆ្លៀតការងាររកស៊ីមួយទៀតហត់មែនពិបាកមែនចាប៉ុន្តែអាចរកចំណូលមកបានខ្លះទោះបីមិនច្រើនណាក៏យើងមានអារម្មណ៍ថាយើងសប្បាយចិត្តយើងពេញចិត្តនឹងជីវិតខ្លួនឯងយើងពេញចិត្តជាមួយនឹងការបញ្ចេញសកម្មភាពបញ្ចេញសមត្ថភាពរបស់យើងដែរអញ្ចឹងបើយើងឈប់សម្រាកនៅស្ងៀមអត់បានដដែលហ្នឹងយើងបោះបង់មុខរបរមួយការងារមួយដែលយើងស្រឡាញ់យើងពេញចិត្តហើយយើងទៅធ្វើអីថ្មីផ្សេងទៀតចាប់ផ្ដើមដំបូងដែរចុះបងប្អូនមិនគិតថាធ្វើការងារដែលយើងកំពុងធ្វើហ្នឹងឲ្យអស់ពីសមត្ថភាពតែម្ដងទៅបើសិនជាបងប្អូនទាំងអស់គ្នាបន្តដំណើរទៅមុខទៀតណាទោះបីជាជំហានយើងយឺតជំហានយើងខ្លីយើងដើរអត់លឿនដូចគេក៏ដោយប៉ុន្តែពេលវេលាខាងមុខថ្ងៃណាមួយបងប្អូននឹងអាចដើរដល់គោលដៅតែបើសិនជាយើងអត់បន្តដំណើរទៅមុខបោះបង់ចោលយើងអាចទៅដល់គោលដៅនឹងបានទេពាក្យដែលខ្ញុំដាស់តឿនខ្លួនឯងណាទោះបីជាខ្ញុំដួលខ្ញុំអាលាត់ដៃកែងជើងខ្ញុំដួលបែកក្បាលហូរឈាមមិនក៏ដោយឲ្យតែខ្ញុំនៅមានដង្ហើមខ្ញុំត្រូវតែបន្តដំណើរទៅមុខបើខ្ញុំដើរកើតខ្ញុំលូនអត់កើតខ្ញុំវាខ្ញុំដាច់ខ្យល់ពេលណាគឺខ្ញុំឈប់ពេលហ្នឹងហ្មងតែបើខ្ញុំអត់ទាន់ដាច់ខ្យល់ទេខ្ញុំត្រូវតែខំដើម្បីក្រុមគ្រួសាររបស់ខ្ញុំកូនរបស់ខ្ញុំមនុស្សជាទីស្រឡាញ់របស់ខ្ញុំហើយជីវិតរបស់ខ្ញុំរីកចម្រើនទៅមុខខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នាបានស្ដាប់វីដេអូមួយនេះហើយមានកម្លាំងចិត្តបន្តដំណើរទៅមុខដែរតាមបទពិសោធន៍របស់ខ្ញុំមិនថាខ្ញុំខ្លួនឯងក៏ដូចជាបងប្អូនជុំវិញខ្លួនរបស់ខ្ញុំអ្នកដែលគាត់រស់ស៊ីរីកចម្រើនអ្នកដែលគាត់ជោគជ័យក្នុងជីវិតជីវិតពួកគាត់ជួបបញ្ហាដូចតែយើងដែរទេប៉ុន្តែគាត់លើកកម្លាំងចិត្តខ្លួនឯងគាត់លើកទឹកចិត្តខ្លួនឯងឲ្យបន្តដំណើរទៅមុខទៀតព្រោះទៅមុខទៀតដូចខ្ញុំនិយាយដដែលមានជំរើសពីរជោគជ័យនិងបរាជ័យបើយើងមានជំរើសនៅក្នុងការជ្រើសរើសហេតុអីយើងត្រូវប្រឈប់ត្រឹមហ្នឹងពេញចិត្តយកភាពបរាជ័យបងប្អូនដើរទៅមុខតិចទៀតទៅហើយពេលដែលយើងដើរទៅមុខតិចទៀតយើងជួបការលំបាកទៀតយើងប្រាប់ខ្លួនឯងថាយើងដើរទៅមុខតិចទៀតទៅយើងនឹងធូរហើយយើងនឹងស្រួលហើយជីវិតយើងនឹងល្អប្រសើរជាងនឹងហើយនិយាយទៅលើកទឹកចិត្តខ្លួនឯងរឿយរហូតដល់យើងអាចដល់គោលដៅខ្ញុំជឿជាក់ថាបើសិនជាយើងមានគោលដៅមួយដ៏ច្បាស់លាស់ហើយយើងស្មោះត្រង់ជាមួយនឹងគោលដៅមួយនឹងថ្ងៃណាមួយយើងនឹងដើរដល់បើសិនជាយើងអត់បោះបង់គោលដៅរបស់យើងក៏អត់បោះបង់យើងដែរអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនទាំងអស់គ្នាស្ដាប់ហើយមានកម្លាំងចិត្តដើរទៅមុខទៀតបងប្អូនមានគំនិតក៏ដូចជាយោបល់អីអាចតម្លាក់ comment នៅខាងក្រោមវីដេអូនេះបានឬក៏បងប្អូនទាំងអស់គ្នាមានអ្វីចង់សួរបន្ថែមក៏បងប្អូនអាចតម្លាក់ comment នៅខាងក្រោមវីដេអូនេះបានដែរអរគុណបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយ